សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី7បត់បែនយ៉ាងទន់ភ្លន់បំផុតក៏នឹងគ្មានអ្នកប្រឆាំងបត់បែនយ៉ាងទន់ភ្លន់បំផុតគឺជាយុទ្ធវិធីធ្វើឲ្យអ្នកដទៃធ្លាក់ចូលអន្ទាក់ទាំងមិនដឹងខ្លួនប៉ុន្តែបង្កប់នូវភាពរឹងមាំបំផុតដែលមិនអាចផ្ដួលរំលំបាននៅក្នុងសង្គមមនុស្សយើងអាចនិយាយបានថាមានការប្រកួតប្រជែងគ្នាជាប់ជានិច្ចទាំងនៅក្នុងផ្នែកគោលបំណងនិងសាតិកបញ្ញាកម្រិតសាតិកបញ្ញាខ្ពស់ឬទាបតែងមានផលដោយផ្ទាល់ចំពោះជោគជ័យឬបរាជ័យក្នុងការប្រកួតប្រជែងហើយគោលបំណងក៏មានតួនាទីសំខាន់ដូចគ្នាមនុស្សដែលមានគោលបំណងខ្លាំងក្លាមានឱកាសឈ្នះច្រើនឯមនុស្សដែលមានចិត្តមិនប្រាកដប្រជារឹងប៉ឹងក៏មានឱកាសត្រូវគេវាយបណ្ដេញចេញខ្លាយជាភីគីព្រមទទួលយកតាមគោលបំណងនិងឧត្តមគតិរបស់គូប្រជែងដែលមានចិត្តមាំទាំជាងជួនកាលមនុស្សដែលមានសតិបញ្ញាទាបជាងអាចប្រើគោលបំណងដ៏ខ្លាំងក្លាមិនប្រែប្រួលរបស់ខ្លួនធ្វើឲ្យភីគីដែលមានសតិបញ្ញាខ្ពស់ជាងខ្លាយជាភីគីបរាជ័យដកខ្លួនថយនៅទីបំផុតក៏មានដែរការឧស្សាហ៍ព្យាយាមគឺជាការធ្វើដោយបន្តបន្ទាប់មិនរាថយជាវិធីសម្ដែងចេញនៅគោលបំណងភាពរឹងប៉ឹងនេះមានទាំងរឹងមាំនិងទន់ភ្លន់ដែលខ្លាំងក្លាស្រដៀងនឹងម៉ាស៊ីនបុកដីដែលព្យាយាមបុកទម្លុះភាពមោះមុតរបស់គូប្រជែងធ្វើឲ្យមនុស្សដែលមានចិត្តមិនមោះមុតលះបង់ការប្រាជ្ញាចិត្តហើយយល់ព្រមចុះចាញ់តាំងពីមិនទាន់ចាប់ផ្ដើមធ្វើសង្គ្រាមប៉ុន្តែពួកគេគ្រាន់តែព្រមចុះចាញ់តែមាត់ចំណែកចិត្តមិនព្រមតែងបែរមកតាំងខ្លួនធ្វើជាស្ត្រូវនៅគ្រាក្រោយមកទៀតដើម្បីធ្វើទៅតាមគោលបំណងរបស់ខ្លួនការប្រើវាចាទង្វើដែលខ្លាំងក្លានេះអាចធ្វើឲ្យភីគីទំនាស់របួសនិងព្រមចុះញ៉ាំពិតមែនតែពួកគេមិនបន្ទន់ឧត្តមគតិរបស់ខ្លួនឯងទេបើចៃដន្យនៅពេលពួកគេមានគោលបំណងដែលរឹងមាំជាងយើងនឹងក្លាយជាភីគីព្រមចាញ់វិញម្ដងព្រោះគ្មានកម្លាំងទាហានល្មមគ្រប់គ្រាន់ការព្រមចុះចាញ់នេះមិនមែនជារឿងតូចត្រឹមតែផ្លាស់ប្ដូរជំហរប៉ុណ្ណោះទេព្រោះអ្នកឈ្នះដែលធ្វើឲ្យយើងលះបង់ឧត្តមគតិរបស់ខ្លួនឯងគេនឹងមើលឃើញការព្រមចុះចាញ់ដាក់អាវុធរបស់យើងថាជារឿងកំប្លែងហើយការព្យាយាមរបស់យើងកន្លងមកនឹងគ្មានតម្លៃអ្វីបន្តិចសោះទន្ទឹមនឹងនោះក៏អាចនឹងមានមនុស្សមកនិយាយជន់ឈ្លីឬជន់ពន្លិចយើងដើម្បីភាពស្កប់ស្កល់ចិត្តក្នុងលក្ខណៈថាធ្លាក់រណ្ដៅហើយត្រូវគេគប់ដុំថ្មដាក់ឬដួលហើយនៅត្រូវគេជន់ថែមទៀតដូច្នេះពេលពិចារណាទៅតាមនិស្ស័យរបស់មនុស្សទៅយើងឃើញថាការបើកាយវិការដ៏រឹងមាំបំផុតមិនអាចយកឈ្នះកាយវិការទន់ភ្លន់បំផុតបានទេមានតែទន់ភ្លន់ឲ្យដល់ទីបំផុតប៉ុណ្ណោះទើបគ្មានអ្វីមកប្រឆាំងបានការប្រើវិធីទន់ភ្លន់បំផុតប្រៀបបានទៅនឹងខ្សែទឹកវាគឺជាវត្ថុទន់ភ្លន់បំផុតនៅលើលោកប៉ុន្តែវាក៏អាចជ្រាបចូលទៅក្នុងដីពុះជ្រែកធ្វើឲ្យភ្នំទាំងមូលបាក់រំបានធ្វើឲ្យគ្រឹះអគារសំណង់នានាពុកផុយការជ្រាបទោះប្រព្រឹត្តទៅដោយមិនឲ្យវត្ថុទាំងពួងដឹងខ្លួនមិនឲ្យដឹងពីកម្លាំងសម្ពាធអ្វីទាំងអស់តែជាទង្វើដែលដំណើរការជាប់ជាបន្តមិនឈប់ឈរហេតុនេះហើយទើបវាគឺជាកម្លាំងដ៏រឹងមាំបំផុតនៅលើលោកនេះភាពទន់ភ្លន់ឲ្យដល់ទីបំផុតសម្ដែងចេញតាមទង្វើនោះគឺការប្រើទង្វើដែលមានសុជីវធម៌បើភាពទន់ភ្លន់មានសុជីវធម៌រំខ្ចប់ឧត្តមគតិឬគោលបំណងរបស់យើងព្រោះតែយើងប្រើលក្ខណៈទន់ភ្លន់បន្ទាបខ្លួនឲ្យទាបជាងលើកភីគីម្ខាងឲ្យខ្ពស់ជាងហេតុនេះទើបអាចដោះគន្លឹះការការពារខ្លួនរបស់ភីគីម្ខាងបានដោយងាយស្រួលព្រោះលក្ខណៈទន់ភ្លន់គឺការប្រើសន្តិវិធីទោះបីជាភីគីទំនាស់មិនយល់ស្របក៏គ្មានហេតុផលមកវាយសង្គ្រប់យើងបានទោះជាមិនទទួលស្គាល់គោលបំណងរបស់យើងតែក៏មានអារម្មណ៍ក្រែងចិត្តក្រែងថ្លើមក្នុងការជំទាស់ព្រោះអាកប្បកិរិយារបស់យើងនោះបង្ហាញពីការគោរពលើកដំកើងភីគីម្ខាងទៀតឲ្យខ្ពស់ទៅដែរទន់ភ្លន់រហូតដល់ថ្នាក់ភីគីម្ខាងទៀតមានអារម្មណ៍រអិះចិត្តតែចាំបាច់ត្រូវតែព្រមទទួលគោលបំណងរបស់យើងទោះជាដោយក្តីមិនពេញចិត្តក៏ដោយប្រសិនបើគេជាមនុស្សមានចិត្តស្ទាក់ស្ទើរមិនមុតស្រួចប្រកាសជាព្រមចុះចាញ់យើងតាំងពីទឹកទី1មកម្លេះយើងអាចជួបនឹងអ្នកមានសតិបញ្ញាខ្ពស់ជាងរួមទាំងមានឧត្តមគតិមោះមុតជាងនិងថែមទាំងជាមនុស្សចេះប្រើវិធីទន់ភ្លន់ជាងនៅក្នុងស្ថានភាពបែបនេះបើយើងមានអារម្មណ៍ដឹងពីកម្លាំងសម្ពាធនិងគ្មានមធ្យោបាយទប់ទល់និងសម្រេចចិត្តបោះបង់ចោលសមរភូមិក៏មិនអាក្រក់មើលដែរព្រោះកាយវិការរបស់យើងទន់ភ្លន់តាំងតែពីដើមមកស្រាប់ហើយមានឱកាសសម្រាប់បកក្រោយឬផ្លាស់ប្ដូរកាយវិការបានដោយមិនអាក្រក់មើលជាទូទៅបើភីគីម្ខាងមានភាពជំនាញក្នុងការប្រើវិធីទន់ភ្លន់
វាក៏អាចជាចិន្តាឲ្យយើងអាចចុះពីសៃវៀនបានតាមសម្រួលដោយមិនធ្វើឲ្យយើងមានអារម្មណ៍ខ្មាស់អៀនបាក់មុខបាក់មាត់ឬពិបាកចិត្តឡើយតែការព្យាយាមប្រើយុទ្ធសាស្ត្របែបបត់បែនទន់ភ្លន់និងស្វិតស្វាញនេះក៏ត្រូវតែមើលលក្ខខណ្ឌរបស់ខ្លួនឯងជាមុនសិនដែរមានន័យថាតើរឿងដែលយើងត្រូវប្រកាន់ខ្ជាប់នោះមានហេតុផលមានការបកស្រាយដែលគួរឲ្យជឿជាក់ដែរឬទេសពជ្រុងជ្រោយឬទេបើខ្លួនយើងក៏មិនអាចនិយាយបានច្បាស់លាស់ហេតុផលមិនមានទម្ងន់ល្មមគ្រប់គ្រាន់នោះក៏អាចនឹងនាំឲ្យយើងអាម៉ាស់មុខបានដែរ